ស្លាប់នឹងរបួសច្រើនអ្នកក្នុងការវាយប្រហារខ្នាតធំពីសំណាក់រុស្ស៊ីការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែនបានកើនឡើងនៅទូទាំងប្រទេសនៅយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យទី28កញ្ញានៅក្នុងទីក្រុងគីវមានមនុស្សយ៉ាងតិច4នាក់បានស្លាប់រួមទាំងក្មេងស្រីអាយុ12ឆ្នាំម្នាក់និងមានច្រើនអ្នកទៀតបានរងរបួសពីការវាយប្រហាររបស់រុស្ស៊ីដោយដ្រូននិងគ្រាប់មីស៊ីលតែរុស្ស៊ីបានចេញមុខអះអាងថាទាំងសៀបនៃការវាយប្រហាររបស់ខ្លួនគឺមូលដ្ឋានកងទ័ពនៅយប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យទី28កញ្ញារដ្ឋធានីគីវក៏ដូចជាក្រុងសាប៉ូរីជានៅប៉ែកខាងត្បូងអ៊ុយក្រែនបានរងជាប់រដឹកនៅរលកវាយប្រហារដោយយានដ្រូននិងមីស៊ីលពីសំណាក់រុស្ស៊ីនៅទីក្រុងគីវសូស៊ីរ៉ែនប្រកាសអាសន្នបានរហូតដល់ព្រឹកថ្ងៃអាទិត្យខណៈពេលដែលក្រុមអ្នកសង្គ្រោះនៅគ្នាអន្តរាគមន៍នៅកន្លែងរងគ្រោះតែម្ដងគឺត្រឹមក្នុងបរិវេណទីក្រុងគីវការវាយប្រហារលើកនេះបានបណ្ដាលឲ្យមនុស្សស្លាប់4នាក់ក្នុងនោះមានទាំងក្មេងស្រី12ឆ្នាំម្នាក់និងអ្នករងរបួសជាច្រើនអ្នកទៀតអាគារផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែងក៏បានខ្ទេចខ្ទីយ៉ាងដំណំដំបូលសាលារៀនមួយក៏ត្រូវបានត្របាក់ដោយអណ្ដាតភ្លើងនៅក្នុងសង្កាត់ដានីតស្គីចំណែកឯនៅក្រុងសាប៉ូរីជាមានមនុស្ស16នាក់នៅក្នុងនោះមានក្មេង3នាក់ផងដែរបានរងរបួសហើយប្រមាណជា30អាគារក៏បានខូចខាតការវាយប្រហារនេះប្រព្រឹត្តទៅតែប៉ុន្មានថ្ងៃក្រោយពីមូស្គូបានព្រមានពួកប្រទេសមហាអំណាចនៃបកអូតាំងដែលបានបរិហារនិងព្រមានរុស្ស៊ីកុំឲ្យបន្តប្រជែកគ្នានៅដែនអាកាសអឺរ៉ុបបន្ទាប់ពីបរាជ័យក្នុងការខិតខំចរចាស្វែងរកសន្តិភាពតាមផ្លូវទូតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏បានបំផុសមតិក្នុងពេលថ្មីៗនេះថាអ៊ុយក្រែនអាចច្បាំងដណ្ដើមយកទឹកដីរបស់ខ្លួនមកវិញដែលធ្លាក់ទៅក្រោមការកាន់កាប់របស់រុស្ស៊ីក្រោយពីការវាយប្រហាររុស្ស៊ីបានប្រព្រឹត្តទៅក្នុងអំឡុង12ម៉ោងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានថ្លែងប្រមានថាបើមូស្គូនៅតែបន្តគំរាមកំហែងអ៊ុយក្រែនដោយចង់ផ្ដាច់ភ្លើងអគ្គិសនីទូទាំងប្រទេសអ៊ុយក្រែននោះមូស្គូក៏ត្រូវរងចាំជោគវាសនាបែបនេះដូចគ្នាដែរភាគីអ៊ុយក្រែនក៏បានចោទរុស្ស៊ីថាមានចេតនាសម្លាប់អាយុជីវិតប្រជាជនស៊ីវិលនិងជំរុញឲ្យប្រឆាំងលោកត្រូវបង្កើនគំនាបទៅលើសេដ្ឋកិច្ចរុស្ស៊ីជាដាច់ខាត